សពគុណនិងអត្ថប្រយោជន៍នៃដើមសុកឆ្មាល្បីយូរណាស់មកហើយពីដើមសុកឆ្មានេះវាអាចជាថ្នាំព្យាបាលសត្វឆ្មាផងនិងអាចជួយព្យាបាលសុខភាពមនុស្សយើងបានយ៉ាងពូកែទៀតផងបើកាត់ជំងឺសាហាវទាំងនេះហើយអស់លទ្ធភាពទៅពេទ្យព្យាបាលឬទៅពេទ្យណាក៏មិនបាត់អាចសាកល្បងរូបមន្តដើមសុកឆ្មានេះដើម្បីព្យាបាលជំងឺបានវិធីព្យាបាលដោយដើមសុកឆ្មានេះគឺមិនអស់លុយទេតែអាចមានប្រសិទ្ធភាពខ្ពស់ចង់ដឹងថាតើដើមសុកឆ្មាអាចព្យាបាលជំងឺអ្វីខ្លះសូមតាមដានទស្សនាវីដេអូនេះឲ្យដល់ចប់ដើមសុកឆ្មាត្រូវបានចាត់ទុកជារុក្ខជាតិស្មៅខ្នាតតូចដើមមានលក្ខណៈឈរត្រង់កម្ពស់ប្រមាណ60សង់ទីម៉ែត្របែកមែកតាំងពីគល់ដើមទាំងមូលប្រើជាថ្នាំបន្សាបពិសនៅក្នុងខ្លួនសត្វឆ្មាត្រូវបានគេរកឃើញថាខណៈដែលឆ្មាឈឺឬមានគ្រុនប្រសិនបើវាបានស៊ីដើមសុកឆ្មានេះមិនយូរប៉ុន្មានសត្វឆ្មានោះនឹងជាសះស្បើយពីជំងឺគ្រុនហើយក្នុងពេលជាមួយគ្នានោះបើសត្វឆ្មានោះស៊ីចំណីមានសារធាតុពុលហើយវាក្អួតឬក្អែជាតិពុលចេញមកនោះគឺជាការជួយបន្សាបជាតិពុលដែលមាននៅក្នុងខ្លួនសត្វឆ្មានោះហើយសត្វឆ្មានោះនឹងមានសុខភាពរឹងប៉ឹងឡើងវិញដូច្នេះហើយទើបមនុស្សភាគច្រើននិយមហៅរុក្ខជាតិនេះថាសុកឆ្មាសពគុណនៃដើមសុកឆ្មាគ្រូឱសថបុរាណខ្មែរយើងនៅតំបន់ខ្លះប្រើឫសដើមសុកឆ្មាស្ងោរផឹកមួយថ្ងៃម្ដងមុនពេលទទួលទានអាហារជាថ្នាំពៅកម្លាំងបំពន់រាងកាយឲ្យមានសុខភាពរឹងមាំល្អជួយសម្រួលដំណើរឈាមរត់បំបត្តិការឈឺចុករយនិងជួយបង្កើនសមត្ថភាពផ្លូវភេទទៀតផងដើមឫសនិងស្លឹកត្រូវបានប្រើជាថ្នាំជួយបណ្ដេញស្លេសពីជំងឺរលាកទងសួតបណ្ដេញស្លេសពីជំងឺហឺតដោយយកស្លឹកស្រស់មកហាន់ជាបំណែកតូចៗរួចស្ងោរជាមួយទឹក4កែវរងាស់ទឹក2យកទឹក1ទទួលទានម្ដង1កែវពេលព្រឹកនិងល្ងាចជួយបំបត្តិអាការៈក្អកត្រូវបានប្រើជាឱសថព្យាបាលជំងឺហឺតអាឡែស៊ីដោយយកទាំងដើមទាំងឫសមកស្ងោរផឹកម្ដង1កែវទទួលទាននៅពេលមានអាការៈឬនាំយកមកបុកលាយផ្សំនឹងទឹកអង្ករត្រងនឹងក្រណាត់ស្អាតឲ្យនៅទឹកខាប់1កែវរួចផឹកក៏មានសព្វគុណល្អដូចគ្នាដែរដើមទាំងមូលឬដើមស្លឹកប្រសិនបើយកមកបរិភោគក្នុងបរិមាណច្រើនវានឹងធ្វើឲ្យក្អួតនិងធ្វើឲ្យរលាកបំពង់រំលាយអាហារដើមខ្ចីប្រើជាថ្នាំលាងសម្អាតទឹករំអិលនៅក្នុងក្រពះឬបំពង់រំលាយអាហារដោយនាំយកដើមស្រស់ទាំងមូលមកបុកច្របាច់យកតែទឹកដែលបាននោះប្រើជាថ្នាំបញ្ចុះដើមឬនិងស្លឹកមានសព្វគុណជាថ្នាំបញ្ចុះលាមកស្លឹកប្រើជាថ្នាំបញ្ចុះព្រូនអំបោះដោយនាំយកស្លឹកស្រស់មកធ្វើជាអាហារជាពិសេសសម្រាប់កុមារឬយកទៅស្ងោរផឹកឬប្រើស្លឹកស្រស់ច្របាច់យកទឹកលាយជាមួយខ្ទឹមសផឹកក៏បានដើមឬស្លឹកយកមកស្ងោរផឹកគឺជាថ្នាំបន្សាបជាតិពុលស្រវឹងក្នុងបំពង់រំលាយអាហារស្លឹកប្រើជាថ្នាំសម្រាប់ព្យាបាលជំងឺសើស្បែកដោយប្រើស្លឹកស្រស់បុកលាយជាមួយអំបិលលាបលើកន្លែងកើតជំងឺស្លឹកស្ងួតយកមកបុកឲ្យម៉ត់ប្រើរោយព្យាបាលដំបៅដែលកើតឡើងដោយសារគេងច្រើនស្លឹកប្រើជាថ្នាំព្យាបាលជំងឺសន្លាក់ឆ្អឹងស្លឹកស្រស់នាំយកមកគោះឬបបោះស្រាលតាមដងខ្លួនត្រង់បរិវេណដែលត្រូវពឹសពីដើមកន្ទិចអារ៉ូលជួយឲ្យបាត់រមាស់បានចំណុចគួរប្រុងប្រយ័ត្នហាមទទួលទានរុក្ខជាតិឱសថប្រភេទនេះច្រើនពេកព្រោះនឹងបណ្ដាលឲ្យក្អួតចំណែកដើមនិងឫសមានឫទ្ធិធ្វើឲ្យបំពង់រំលាយអាហារអាចរលាកបានអ្នកភូមិមិនប្រើស្ងោរផឹកជាថ្នាំបណ្ដេញស្លេសនោះទេ